Bà chìa rịp xu ở lúc này niên mình đã đạp chụp khmai bị phục lốcជាទីគោរពរាប់អាននៅក្នុងអំណាចសភៅរឿងសុបិននឹងការពិតភាគទី2របស់លោកវ៉ាន់ឌីកាអុនកាលពីថ្ងៃមុនខ្ញុំអានដល់ជំពូកទី12ក្នុងវគ្គស្ដីពីរបបសេដ្ឋកិច្ចនានានៃប្រទេសកម្ពុជាតាំងពីឆ្នាំ1955មកហើយឃ្លាចុងក្រោយនៃវគ្គនោះមានសេចក្តីដូចនេះនៅក្នុងការអភិវឌ្ឍប្រទេសទៅតាមប្រព័ន្ធសេដ្ឋកិច្ចសេរីនិយមប្រទេសកម្ពុជាត្រូវប្រឈមមុខនឹងបញ្ហាធំៗជាច្រើនជាពិសេសការកសាងច្បាប់កសាងប្រព័ន្ធនីតិកម្មឲ្យបានសមស្របជាពិសេសប្រព័ន្ធយុត្តិធម៌ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺការជួបនឹងឧបសគ្គរឹតមិនអស់ជាបឋមការលើកកម្រិតជីវភាពប្រជាជននិងការអនុវត្តច្បាប់ជាធរមានតែពេលក្រោយសង្គ្រាមប្រជាជនគ្មានអ្វីសម្រាប់ការពារខ្លួននិងកម្មសិទ្ធិត្រឹមត្រូវរបស់គេទេព្រោះគេគោរពច្បាប់មានការចាប់ជំពាក់យ៉ាងស្មុគស្មាញនិងស្ថានភាពនយោបាយដ៏ពុះកញ្ជ្រោលនិងលក្ខណៈសង្គមវប្បធម៌មួយដែលមានមកតាំងតែពីបុរាណកាលពោលគឺការបែងចែកមិនឲ្យច្បាស់រវាងប្រយោជន៍គ្រួសារបព្វពួកនិងប្រយោជន៍របស់ប្រទេសជាតិតើនេះគឺជាវគ្គបន្តក្រោមចំណងជើងថាឧបសគ្គផ្សេងនៃការអភិវឌ្ឍចាប់តាំងពីឆ្នាំ1992 Les divers obstacles rencontrés dans le processus de développement à partir de 1992 ការអភិវឌ្ឍប្រទេសកម្ពុជាចាប់ពីពេលដែលប្រទេសនេះចាប់ផ្ដើមប្រកាន់យករបបសេដ្ឋកិច្ចផ្សារឬសេរីនិយមនៅក្រៅពេលអន្តរាគមន៍របស់អង្គការសហប្រជាជាតិបានជួបនឹងឧបសគ្គជាច្រើនឧបសគ្គធំជាងគេគឺអស្ថិរភាពនយោបាយព្រមទាំងការប្រយុទ្ធរវាងបព្វពួករវាងក្រុមអ្នកឆ្លៀតឱកាសនានាដើម្បីចម្រាញ់យកប្រយោជន៍ផ្ទាល់ខ្លួនពោលគឺរូបភាពមួយនៃអំពើពុករលួយប៉ុន្តែទន្ទឹមនោះគេក៏ឃើញមានការប្រយុទ្ធដណ្ដើមឥទ្ធិពលគ្នានៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រនយោបាយក្នុងវិស័យកសាងសេដ្ឋកិច្ចឡើងវិញដែរប្រទេសកម្ពុជាកសាងខ្លួនឡើងវិញដោយផ្អែកទៅលើជំនួយរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិធំៗដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកជាដើមព្រមទាំងការធ្វើវិនិយោគទុនរបស់បណ្ដាប្រទេសនៅអាស៊ីដែលមុនពេលមានវិបត្តិហិរញ្ញវត្ថុមានទាំងអស់ 80% នៃវិនិយោគបរទេសសម្រាប់ធ្វើវិនិយោគមានគ្រប់គ្រាន់ទាំងអស់ប៉ុន្តែទិសដៅនៃការអភិវឌ្ឍពុំមានលក្ខណៈច្បាស់លាស់ឡើយដោយព្រោះតែមានការប្រយុទ្ធគ្នារវាងគណៈបកនយោបាយបន្តមកទៀតការកំណត់ថវិកាពុំមានតុល្យភាពល្អទេរវាងការរក្សាសន្តិសុខនៅក្នុងប្រទេសនិងការកសាងធនធានបញ្ញាសម្រាប់ការអភិវឌ្ឍដែលមានជាអាចការបង្កើនចំណេះវិជ្ជានិងសមត្ថភាពវិជ្ជាជីវៈរបស់ប្រជាជនខ្មែរជាពិសេសយុវជនម្យ៉ាងទៀតការផ្សារភ្ជាប់ក្រិតក្រមនៃការអភិវឌ្ឍទៅនឹងទំនៀមទម្លាប់របៀបរបបរស់នៅជាប្រពៃណីរបស់ខ្មែរក៏ជួបនឹងបដិវេតកម្មច្រើនណាស់ដែរគំនិតគ្រួសារនិយមគិតបងប្អូនក្រុមគ្រួសារធំជាងប្រយោជន៍សង្គមបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អភិក្រមនៃការរីកចម្រើនតាមក្រិតក្រមសត្យានុមត្តពោលគឺអភិក្រមអធិបតេយ្យបនីយកម្មនិងសណ្ដាប់ធ្នាប់សង្គមបើកវងកញ្ចក់អធិបតេយ្យបនីយកម្មចំពោះពាក្យបារាំងគឺ démocratisation វចនានុក្រមរបស់លោក Rogatien Rondino ប្រែជាខ្មែរថាប្រជាធិបតេយ្យកម្មប៉ុន្តែលោកសំថាំងប្រែថាប្រជាធិបតេយ្យបនីយកម្មដូចនេះវិញបិទវងកញ្ចក់នៅក្នុងវិស័យការអប់រំផ្នែកសិលធម៌គេបានយកការនិយមបុណ្យស័ក្តិប្រកាសធ្វើជាធំហើយប្រមាថយ៉ាងខ្លាំងដល់អ្នកធ្វើសកម្មភាពផ្នែកបញ្ញានិងអ្នកដែលផ្អែកវាសនារបស់គេទៅលើគតិច្បាប់និងទៅលើគតិបណ្ឌិតការផ្ដល់និយមន័យទៅឲ្យពាក្យបញ្ញាក៏មានលក្ខណៈពុករលួយដែរ
គឺគេឲ្យតម្លៃទៅលើអ្វីដែលគេហៅថាមនុស្សឆ្លាតចេះបត់បែនតាមស្ថានភាពចេះកេងប្រវ័ញ្ចចេះភូតកុហកបោកប្រាស់ចេះត្បកអង្អែលក្បាលអ្នកធំអ្នកតូចចេះសោកទិញយកសញ្ញាបត្របន្លំយកខុសជាត្រូវល្អជាអាក្រក់នៅក្នុងវិស័យនយោបាយក៏ដូចគ្នាអ៊ីចឹងដែរអ្នកខ្លាំងប្រភេទនេះតែងតែបានត្រូវគេកោតស្ញែងគោរពរាប់អានការពារហើយអ្នកដែលទាមទារសិទ្ធិត្រឹមត្រូវរបស់ខ្លួនបានត្រូវគេចាត់ទុកថាជាខ្មាំងជាបច្ចាមិត្តទាំងអស់សំណួរដែលគេចោទសួរគឺថាតើហេតុដូចម្តេចបានជាសង្គមខ្មែរនៅពេលនោះបានជ្រើសរើសរបៀបរស់នៅបែបនេះតាមការពិតទៅមិនមែនតែពេលនេះទេដែលសង្គមខ្មែរនិយមមនុស្សដែលមានលក្ខណៈបែបនេះតាំងពីដើមមកគេតែងតែគោរពមន្ត្រីនាម៉ឺនអ្នកមានអំណាចជាងអ្នកចេះដឹងអ្នកមានវិជ្ជាជ្រៅជ្រះនៅឆ្នាំ1950ដល់1960រហូតដល់ឆ្នាំ1975បញ្ញជនអ្នកបច្ចេកទេសមានតួនាទីដ៏សំខាន់សាស្ត្រាចារ្យមានប្រាក់ខែហួសពីប្រាក់ខែអភិបាលខេត្តទៅទៀតហើយត្រូវគេចាត់ទុកថាជាមន្ត្រីចិនខ្ពស់ដែរការចេះដឹងបានត្រូវគេលើកដំកើងនៅគ្រប់មជ្ឈដ្ឋាននៅក្រោមរបបប៉ុលពតគ្រូបង្រៀនអ្នកចេះដឹងជាសត្រូវរបស់រដ្ឋអំណាចនៅក្នុងរបបបន្ទាប់ដែលជារបបកុម្មុយនីសដូចគ្នាប្រទេសទាំងមូលបានធ្លាក់ទៅក្នុងអាណានិគមយួនដែលយកបញ្ញវន្តខ្មែរទៅឲ្យរៀនសូត្រតាមក្រឹតក្រមរបស់ប្រទេសគេពួករដ្ឋអំណាចបានយកអ្នកទាំងនោះដែលនៅសេសសល់ពីការកាប់សម្លាប់ក្រោមរបបប៉ុលពតទៅឲ្យកសាងប្រទេសឡើងវិញក៏ពិតមែនប៉ុន្តែដោយស្ថិតនៅក្រោមការគៀបសង្កត់របស់អ្នកដឹកនាំគណបក្សកុម្មុយនីសដដែលគឺដូចនៅប្រទេសកុម្មុយនីសនានាឯទៀតដែរនៅក្នុងរបបក្រោយឆ្នាំ1993អ្នកចេះដឹងអ្នកមានឧត្តមគតិត្រូវរណបនឹងមនុស្សខ្លាំងនិងអ្នកមានប្រាក់កាសច្រើនទើបអាចរស់បានដោយបញ្ញាគតិបណ្ឌិតនៃសង្គមទាំងមូលបានត្រូវគេប្រមាថដូច្នេះអ្នកដែលមានបព្វពួកបានឡើងទៅកាន់ចំណុចជាយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចនិងអំណាចទាំងមូលរបស់ប្រទេសជាហេតុធ្វើឲ្យអំពើពុករលួយคล้ายទៅជាក្រិតក្រមនៃការរីកចម្រើនទៅវិញរីឯលទ្ធផលគឺដូចពាក្យគេថាឃ្លោកលិចអំបែងអណ្ដែតដូច្នោះដែរសម្រាប់សម្រួយទៅប្រជាជនក្រីក្រកាន់តែក្រីក្រថែមទៀតរីឯអ្នកចេះដឹងកាន់តែធ្លាក់ជ្រៅទៅក្នុងភាពឥតប្រយោជន៍ឬក៏คล้ายទៅជាទាសករទាសាទាស័យដាច់ថ្លៃរបស់អ្នកមានប្រាក់កាសតែម្ដងតែនេះជាបាតុភូតសម័យទំនើបនៃពិភពលោកឬក៏ជាលក្ខណៈពិសេសរបស់សង្គមនយោបាយខ្មែរ exception cambodienne ក្រោយរបបប៉ុលពតដែលពីស្ថានភាពសង្គមសេដ្ឋកិច្ច7ឆ្នាំក្រោយអន្តរាគមន៍របស់អង្គការសហប្រជាជាតិ Situation économique et sociale 7 ans après l'intervention de l'ONU 7 ឆ្នាំក្រោយអន្តរាគមន៍របស់អង្គការសហប្រជាជាតិប្រទេសកម្ពុជាបានត្រូវធនាគារពិភពលោកចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង29ដែលការអភិវឌ្ឍមានកម្រិតទាបជាងគេបំផុតក្នុងពិភពលោកផលទុនប្រចាំឆ្នាំមធ្យមនៃប្រជាជនម្នាក់ៗស្ថិតនៅក្នុងកម្រិត$280ប៉ុណ្ណោះពីឆ្នាំ1993ដល់ឆ្នាំ1997ចំនួនអ្នកក្រីក្រដែលគ្មានលទ្ធភាពរស់នៅត្រឹមត្រូវបានចុះថយបន្តិចមកវិញគឺបានចុះពី 39% មក 36% នៅទីក្រុងភ្នំពេញអ្នកក្រីក្រតាមចំណាត់ថ្នាក់នេះមានចំនួន 11% ប៉ុន្តែនៅតាមទីប្រជុំជនខេត្តផ្សេងៗមានចំនួន 30% ហើយនៅតាមជនបទសុទ្ធសាធគឺមានចំនួនរហូតដល់ទៅ 40% ទោះជាយ៉ាងនេះក្តីក៏ការលូតលាស់សេដ្ឋកិច្ចនៃប្រទេសទាំងមូលបានឈានពី 4% ទៅ 5% ដែរតាមការពិតអ្នកដែលទទួលផលពីការលូតលាស់នេះគឺច្រើនតែជាអ្វីដែលគេហៅថាអ្នកមានប៉ុណ្ណោះព្រោះបើពិនិត្យមើលស្ថិតិនៃការលូតលាស់នេះគេនឹងឃើញថាជីវភាពនៃអ្នកក្រីក្របំផុតដែលមានចំនួនប្រមាណ 20% នៅតែពុំឈានទៅរកលក្ខណៈប្រសើរសោះទន្ទឹមនោះបើគេពិនិត្យមើលកម្រិតជីវភាពអ្នកមានជាងគេបំផុតវិញគឺបានកើនទៅដល់ 18% ហើយដូចម្តេចបានជាអ្នកក្รงើបចេញពុំរួចពីភាពក្រីក្រសោះដូច្នេះ
អ្វីដែលគេសង្កេតឃើញជាបឋមគឺក្នុងចំណោមភូមិទាំងអស់ចំនួន 13406 ចំនួនសាលារៀនបឋមសិក្សាមានមិនដល់ពាក់កណ្ដាលនៃចំនួនភូមិទាំងអស់នេះផងបើគេពិនិត្យមើលស្ថានភាពការងារវិញគឺឃ្លាតឆ្ងាយច្រើនណាស់ពីនិយមដែលច្បាប់បានកំណត់នៅក្នុងចំណោមរោងចក្រដែលមានច្បាប់ត្រឹមត្រូវទាំងអស់ចំនួន250នៅក្នុងរយៈពេលនោះគឺមានតែជាង178រោងចក្រប៉ុណ្ណោះដែលមានដំណើរការប្រក្រតីគេសង្កេតឃើញយ៉ាងទៀតថា 30% នៃកូតានាំផលិតផលវាយនភ័ណ្ឌចូលទៅសហរដ្ឋអាមេរិកបានត្រូវប្រទេសជិតខាងដណ្ដើមយកអស់ទោះបីសិតមានផ្លាកប្រាប់ថាផលិតនៅកម្ពុជា Made in Cambodia ក្តីនៅក្នុងវិស័យយុទ្ធធម៌គេក៏ពុំឃើញមានលក្ខណៈល្អប្រសើរដូចគ្នាអ៊ីចឹងដែរច្បាប់បានត្រូវនាមើលនឹងកងយោធារំលោភជារឿយៗជាពិសេសការដណ្ដើមយកដីធ្លីរបស់ប្រជាកសិករជាហេតុធ្វើឲ្យមានពាក្យគេនិយាយនៅពេលនោះថាកាលពីមុនយើងភ័យខ្លាចពួកបរទេសលួចទឹកដីរបស់យើងបច្ចុប្បន្ននេះយើងខ្លាចរឹតអំណាចរបស់យើងតែម្ដងនៅពេលដែលច្បាប់បានត្រូវគេរំលោភទាំងកំរោលអំពើអុក្រិដ្ឋកម្មក៏ស្ដែងចេញឡើងយ៉ាងពេញទំហឹងគ្មានអ្វីអាចទប់ទល់បានឡើយការអង្កេតករណីអុក្រិដ្ឋកម្មនានាកម្រវេកមុខរកជនអុក្រិដ្ឋឃើញណាស់គឺនៅក្នុងបរិយាកាសដ៏គួរឲ្យព្រឺឆ្អឹងខ្នងនេះហើយដែលនៅថ្ងៃ6កក្កដាឆ្នាំ1999នោះសិល្បការិនីដ៏ល្បីម្នាក់ឈ្មោះពិសិដ្ឋពីលីកាបានគេធ្វើឃាតនៅពេលដែលអំពើចោរកម្មកើតឡើងប្រងព្រាតអត្រាបេសយាចារក៏កើនឡើងយ៉ាងខ្លាំងដែរនៅឆ្នាំ1999នោះអង្គការ UNICEF ក៏សម្គាល់ថាចំនួនស្ត្រីដែលប្រកបមុខរបរនេះមានចំនួនពី 60,000 ទៅ 70,000 នាក់នៅក្នុងប្រទេសទាំងមូលហើយនៅក្នុងរាជធានីខ្មែរស្ត្រីបេសយាមានចំនួន 15,000 នាក់ចំពោះបញ្ហាបេសយាចារនេះគេសង្កេតឃើញម្យ៉ាងទៀតថា 35% មានអាយុពី15ទៅ18ឆ្នាំរីឯមូលហេតុគឺភាពក្រីក្រនេះឯងដោយទិលច្រកពេកឪពុកម្ដាយដាច់ចិត្តលក់កូនតែម្ដងដើម្បីយកប្រាក់ចិញ្ចឹមជីវិតវិបត្តិសង្គមមួយទៀតដែលសង្គ្រាមបានបន្សល់ទុកឲ្យគឺចំនួនដ៏ច្រើននៃជនពិការនៅក្នុងសង្គមខ្មែរចាប់តាំងពីពេលក្រោយសង្គ្រាមមានចំនួន 23,000 នាក់គឺ 2.2% នៃចំនួនប្រជាជនអស់ប៉ុន្តែជនពិការទាំងនោះមិនមែនសុទ្ធតែជាជនដែលទទួលរងគ្រោះដោយសង្គ្រាមប៉ុណ្ណោះទេ 20% បណ្ដាលមកពីសង្គ្រាមនិងការចិនក្របមីននៅតាមវាលស្រែហើយ 1/3 បណ្ដាលមកពីជំងឺកុមារដែលបានចូលរៀននៅតាមទីក្រុងមានចំនួនច្រើនគឺ 95% ប៉ុន្តែនៅតាមជនបទមានតែ 40% ប៉ុណ្ណោះទិដ្ឋភាពសង្គមខ្មែរ7ឆ្នាំក្រោយអន្តរាគមន៍នៃអង្គការសហប្រជាជាតិមានលក្ខណៈគួរឲ្យកត់សម្គាល់នៅពេលដែលក្រុមអ្នកនយោបាយប្រយុទ្ធដណ្ដើមអំណាចគ្នាហើយនៅពេលដែលអ្នកមានប្រាក់វិលលានដុល្លារកាន់តែមានទៅក្រអ្នកគ្មានបង្អែកបានធ្លាក់ទៅក្នុងភាពអស់សង្ឃឹមមួយប្រកបទៅដោយគ្រោះថ្នាក់អរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមស្លេះអំណាចទៅរឿងសុបិននិងការពិតភាគពីរបស់លោកវ៉ាន់ឌីកអនទៅប៉ុណ្ណេះសិនចាំថ្ងៃក្រោយខ្ញុំនឹងបន្តលើកយកវគ្គស្ដីពីបញ្ហាកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមយកមកអានជូនលោកអ្នកនាងស្ដាប់សម្រាប់ថ្ងៃនេះខ្ញុំសានសវិតសូមអរគុណលោកអ្នកនាងដែលតាមស្ដាប់និងជម្រាបលា